ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបានហូបឲ្យបងប្អូនចំណែកខ្ញុំថ្ងៃនេះគឺស្លំជូរគ្រឿងសាច់គោបងប្អូននេះសាច់គោបងប្អូនហូបដល់ងាយហូបឲ្យដែលកូនចូលចិត្តបំផុតគេថាឆាស្ងោរប្រហែលថ្ងៃមកអើយសុំសម្លម្ជូរម្ដងមកចង់ហូបសម្លម្ជូរជូរអញ្ចឹងមានតែស្លម្ជូរគ្រឿងសាច់គោបងប្អូនពួកឯម្ជូរស្រែយើងក៏ស្លោឲ្យដែរណាតែម្ជូរគ្រឿងសាច់គោយើងមិនតាមបានស្លោបងប្អូនហើយទិញសាច់គោមកបន្តិចបន្តួចទេបងប្អូនមានសាច់គោមានឈាមគេថែមឲ្យមកសັບគ្រឿងអញ្ចឹងណាបងប្អូនហើយយកមកដល់អង្គុយចិត្តអង្គុយហាន់វាត្រៀមសម្រាប់យើងស្លោម្ជូរគ្រឿងសាច់គោនឹងបងប្អូនមកកញ្ចាំផុកទៅប៉ាប់យ៉ាងណាហើយម្ជូរគ្រឿងសាច់គោមានម្ជូរអីគឺម្ជូរ7ទុំបងប្អូនអត់មានកសាំងទេកសាំងខែហ្នឹងវាអត់តន់ចាស់អាចចឹងស្លោអត់សូវឆ្ងាញ់ទេក៏ប្រើអំពិលទុំទៅតែច្រាំប្រហុកប៉ុកហើយមកបុកគ្រឿងបងប្អូនគ្រឿងយើងក៏អត់បានទៅកាត់ណែណាឆ្ងាញ់បងប្អូនគឺទិញគេតែម្ដងបងប្អូនតែយកមកដល់យើងថែមម្ដេងយើងថែមខ្ទឹមបន្ថែមទេបងប្អូនបន្ទាប់ពីយើងបុកសាច់បុកសាច់គោបុកគ្រឿងរួចហើយក៏ដាក់គ្រឿងដាក់អីចូលក្នុងឆ្នាំងប្រហុកចូលគ្នាច្បល់ចូលគ្នាអស់តែម្ដងបងប្អូនអត់បានរំលីងគ្រឿងដូចសាមុនទេបងប្អូនយើងដាក់ចូលគ្នាហើយយើងកូរច្បល់ចូលគ្នាអញ្ចឹងបងប្អូននេះកូរច្បល់វាឲ្យសព្វហើយចាំយើងដាក់លើភ្លើងដើម្បីរំលីងវារំងាស់វាឲ្យរឿងជារសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនថាធ្វើជាស្ត្រីមេផ្ទះមិនស្រួលទេបងប្អូនមុខម្ហូបមុខគិតចង់បាយខ្ទិះហើយចំណែកបងប្អូនដូចខ្ញុំអត់ហើយសូមអធិស្ឋានផងបងប្អូនអើយចូលការថតម្នាក់ឯងចូលការមានជាជួយកាន់កាមេរ៉ាវាម្ដងនឹងម្ដងអត់នឹងអញ្ចឹងបងប្អូនហើយអរគុណណាស់សម្រាប់បងប្អូនទាំងអស់គ្នាតែងតែស្រឡាញ់គ្រប់គ្រងនាងខ្ញុំណាបងប្អូនដាក់ចូលដាក់ម្ទេសចូលបន្តិចទៀតទៅកូរច្បល់គ្នាទៅចាំយើងថែមទឹកក្រោយបង្ងាស់វាដើម្បីសាច់គោធ្វើការបង្ងាស់បងប្អូនแล้วខ្ទិះដូងណាឃើញខ្ទិះដូងម៉ែនៅសល់មួយកំប៉ុងក៏ដាក់ខ្ទិះដូងចូលដើម្បីបង្កើនរសជាតិឲ្យឆ្ងាញ់បងប្អូនមុនដំបូងថាមិនដាក់ទេដល់ពេលគេលេចឃើញខ្ទិះដូងក៏យកមកដាក់តែម្ដងទៅបន្ទាប់ពីដាក់ខ្ទិះដូងហើយខ្ញុំក៏ដាក់បន្តថែមគ្រឿងក្រូវទេសយើងធម្មតាហ្នឹងបងប្អូនមិនរៀបរាប់ប្រាប់បងប្អូនច្រើនទេបើមិនដាក់ក៏ហុំឆ្ងាញ់មែនទេបងប្អូនរៀបរាប់ប្រាប់ចាស់បងប្អូនថាសាមក៏អត់ស្លាប់ប៉ុណ្ណឹងប្រាប់គេអត់ដឹងដែរហើយនេះសាច់នៅសល់យើងប្រឡាក់បងប្អូននិយាយយើងពីសាច់ប្រឡាក់បងប្អូននិយាយពីហេតុដើមខេតតិចចាស់អានេះមកពីកំណត់យើងវាអន់ណាបងប្អូនសាច់គោនឹងយើងវះប្រឡាក់វាបងប្អូនអើយប្រឡាក់ឲ្យ5ថ្ងៃឡើងក្រៀមឡើងឆ្ងាញ់ជៀនរួចហើយអស់ហូបសល់បានទុកឲ្យប្តីក្របទុកលើតុកអឡៃដើរហាប្តីមកវិញឆ្កែស៊ីសាច់គោអស់លេងប្តីគេខឹងងើណាឆ្ងាញ់ផងអត់បានហូបថាហ្នឹងហើយគេថាឯងអត់និយាយទេបងប្អូនអត់និយាយមែនក្នុងផ្ទះនឹងក្របទុកខាងក្រៅឆ្កែវាក់ខ្ទេចយ៉ាងមិនថាយើងណាធ្វើអីក៏ខុសដែរតែកំហុសគឺខុសមែនហើយសាច់គោយើងកំពុងតែរងាស់សម្លមិញហ្នឹងយើងមកចិត្តតកូនហាន់តកូនហ្នឹងដើម្បីយកទៅស្លដោយសាររងាស់សាច់គោវាមិនងាយឆ្អិននោះអញ្ចឹងយើងមកបេះតកូនបេះអីដើម្បីស្លឥឡូវទៅបើកឆ្នាំងមើលគោវាថែមជាតិថែមទឹកថែមអីទីខ្លាច់ខ្លោចចឹងណាបងប្អូនពុកអីសាច់គោត្រូវការរងាស់ឲ្យរៀងយូរចម្រោះវាផុយតកូនចាំយើងដាក់តាមក្រោយក្របទុកមួយសន្ទុះសិនបងប្អូនមិនមួយសន្ទុះទេប្រហែលជាកន្លះម៉ោងជាងដែរបងប្អូនណាភ្លេចតែឃើញអំពិលបាក់យាវគោមួយស្លាបងប្អូនដាក់ទឹកហើយបានតែឃើញអំពិលទុំដាក់សម្លម្ជូរគ្រឿងបងដូងតែអត់មានដូងមិនឃើញអំពិលបងខំដាក់ឃើញអំពិលវាដល់ភ្លុកមិនឃើញតែមានអីវាចិត្តឆ្ងាញ់ស្រន់បងប្អូនឲ្យចាំតែវារលួយផុយនេះអាហារគុំចការសាច់ហើយចំណាយបងប្អូនថ្ងៃនេះបានមួយបងប្អូនចំណាយខ្ញុំគឺស្លំបងប្អូនអើយពណ៌ក៏រៀងស្រស់បំប្រងដែររសជាតិក៏ឆ្ងាញ់មកកប់សេរីយើងចិត្តឆ្អែតបងប្អូនបានហូបម្ដងគឺឆ្ងាញ់ចឹងឯងបងប្អូនស្លបងប្អូនហើយស្លយើងហ្នឹងចង់ហូបសម្លម្ជូរគ្រឿងបងដូងតែអត់មានដូងយើងធម្មជាតិបងប្អូនដូងហូបបានមួយថ្ងៃវ៉ាស់ងាយតែមានអីវាចិត្តឆ្ងាញ់គ្រាន់បងប្អូនចាំតែវារលួយផុយយើងទុកថែមហូបតិចទៅរួចមួយថ្ងៃបងប្អូនបានហូបបងប្អូនគឺបងប្អូនណាខ្លះដូចគ្រូសាស្ត្របងប្អូនចូលចិត្តស្លទុកឲ្យច្រើនដួសទុកល្ងាចខ្លះទៅល្ងាចឡើងយើងថែមតិចតួចទៅរួចកុំចំណាយប្រាក់ថវិកាច្រើនពេកបងប្អូនបន្ទាប់ពីសាច់គោយើងចាប់ផ្ដើមផុយរលួយហើយចាប់ផ្ដើមដាក់ត្រកួនចូលបងប្អូននេះត្រកួនស្រាយយើងទៀតដើមប៉ុណ្ណាហើយឆ្លក់ទឹកភ្លៀងហូស្ដាំឆ្លោះល្អណាស់បងប្អូនអើយហើយសាច់គោហ្នឹងកុំឲ្យវារលួយពេកបងប្អូនរលួយក៏អត់សូវឆ្ងាញ់ដែរម្លំជូរសាច់គោហ្នឹងមានមកល្មមកឆ្ងាញ់បងប្អូនដើរបេះម្ទេសក្រោយបាន4-5គ្រាប់បើដាក់ចូលផ្លុកបន្ថែមរសជាតិបងប្អូននិយាយពីរសជាតិនៅតែនឹកឃើញបងប្អូនហូបបានច្រើនទេតែរសជាតិឆ្ងាញ់ណាស់ឥឡូវហើយមកអង្គុយហូបបាយឲ្យបងប្អូនមើលទៀតណាម្ទេសឆាមកកំប៉ុងថែមម្ទេសបន្តិចទៀតខ្លាចវាអត់ហិលហើយអរគុណសម្រាប់ពុកម៉ែបងប្អូនតែងតែគាំទ្រវីដេអូនឹងខ្ញុំអរគុណច្រើនសម្រាប់ចិត្តសំណប់បេះដូងទាំងអស់គ្នាសង្ឃឹមថាវីដេអូក្រោយៗបងប្អូននឹងគាំទ្រតទៅមុខទៀតណា
រោពាក្យនិយាយអត់ឃើញបងប្អូននិយាយចង់កាំងពាក្យសម្ដីរោនិយាយចេញភាសាអីអត់សូវប្រសពចេះនិយាយបងប្អូនអើយអញ្ចឹងសូមបងប្អូនកុំប្រកែកប្រកាន់អីទេមើលទៅវីដេអូខ្ញុំទៅជួយ like ជួយ share ផងចាស់អរគុណច្រើនហើយ